tập bóng bóng ngày nay nhom dây bí cá đầu pre bọp lê né bóng bóng á bị bọp lê trailer này bóng bóng còn tầm tố thì một lại thấy màn bị bọp lê bọp còn để bị bọp lê đáy á manual transmission bóng bóng khơi hai đấy bàn pro qua đây chọn học thì mỗi cần là phim bọp lê nhưng mong bóng bóng á cùng vô cho làm tập phim bọp lê rồi tập phim bọp lê phim giảm kim đại đầu ta có bất có tầm đô là copy đại quạt đã cọc bán nè cọc studio này trailer bóng bóng trailer con đọc nó Hino Pram rồi đấy chẳng bóng bóng có mừng nhé hay bóng bóng vô màu đô về nơi cái đồ express là nó đô pre mà sân phong đô特xóm phong vấn đề là nhưng mà toàn đô特xóm đấy cái sao là gọi mình khập bể thì kích nhâm nâng dậy bóng bóng này hay bóng bóng mơ là không ai đi khu đại thì kích nơi ta bay cọc bóng bóng này lưới bay cọc nó cọc bia nó cọc bia mù nó cọc bia ha cọc nó vì miền cái lê đôi cái lê làng chân hòm đa dương chân làng tu chân chân vì miền cái lại bánh khanh cổ bánh bạc này chắc là khi lúc express phải cài mấy ai từ tu lan chơi vô lan năng máu đồ này năng bán như miền bánh khanh cổ đấy sẽ qua bánh nhọn bánh liền màu nó cứ ớt kết lôi tề bóng bóng đấy chân trong bộ màu quanh thai bóng ôn thử xa đồ buồn bẻ mơn cái lô ấy dương đồ chào tới thì mình thấy là bịនេះពេញគេហៅពេញបបលេខឡើងនេះឡានស្ទូចបងប្អូនឡានស្ទូចបងប្អូនហើយអានេះនៅខេខ្ញុំមកខ្ញុំបាញ់អាខ្លាញ់គោនឹងហ្វ្រីដល់អត់គិតថ្លៃបងប្អូនឃើញឡានស្ទូចវាមានកុកគេហៅថាកុកបែនកុកស្ទូចអញ្ចឹងបងប្អូនជំនាញខាងនេះបានដឹងហើយម្ចាស់នេះគឺគេហៅថាឡានរបស់លីសេងក្រុមអុកញ៉ាលីសេងអញ្ចឹងគេល្បីល្បាញហ្នឹងក្រុមពណ៌ស្វាយហ្នឹងហើយនេះគឺគាត់យើងត្រូវទៅចាក់ flashing oil បងប្អូននេះជាប្រេងលាងក្នុងម៉ាស៊ីនខ្ញុំជំរាបបងប្អូនតិចប្រេងលាងក្នុងម៉ាស៊ីននេះមានប្រយោជន៍សំខាន់ណាស់គឺប្រេងជាង5-10លីត្រនេះយើងដាក់3ដបមួយដបយើងអាចលាយជាមួយប្រេងម៉ាស៊ីនចាស់ហ្នឹងអានេះប្រេងម៉ាស៊ីនចាស់បងប្អូនអត់តយើងបហូរអីយើងចាក់ចូលទាំង3ដបហើយបញ្ឆេះចោល15នាទីដើម្បីឲ្យវាទៅរំលាយអាអែលចាស់នៅក្នុងតាមចង្កបាត់តាមគ្រឿងបង្គុំហ្នឹងឲ្យស្អាតហើយវាហូរមកមួយប្រេងចាស់ណាហូរឲ្យបានយើងចាក់ចូលបញ្ឆេះ5-10នាទីណាបងប្អូន JO 7E អានេះ 7E JO 7E អញ្ចឹង5ទីនៅ500បងប្អូនទីនៅ500អាហ្នឹងបោះកូរ៉េណាទីនៅបោះកូរ៉េអញ្ចឹងគាត់យកមកដូរនៅ KK Loop Express បងប្អូនអញ្ជើញយកមកសម្រាប់ trailer ក៏ដោយស្ទូចក៏ដោយបែនក៏ដោយបងប្អូនអាចអញ្ជើញយកមកក្បាលអូសក៏ដោយតែសុំណាត់មុនបងប្អូនអញ្ចឹងខ្លាចឡានទូចណែនចឹងគាត់មកnăm sau mấy nạt hào ấyចឹងគាត់យើងត្រៀម កន្លែងឲ្យគាត់នេះបងប្អូននេះឃើញទេប្រភេទឡានស្ទូចនេះវាមានកុករបស់វាអញ្ចឹងពាក់ព័ន្ធនឹងអាបាញ់ខ្លាញ់គោនោះសំខាន់ណាស់នេះ KK Loop Express 5ក្រៅ8យើងមាន2សាខាទី1បរិយាកាឡានេះសាខាទី2អានេះ Vigo នេះ full service ណាបងប្អូនសាខាទី2នេះទើបជាស្តង់ដាអាចចូលឡានអីក៏បានដែរបងប្អូន KK មិនថាចាំឡានស្ទូចឡានអីឲ្យពាក្យឡានគ្រប់ប្រភេទបងប្អូនអញ្ជើញយកមកអញ្ចឹងណាបងប្អូនមើលឡានឡងសេគេបាតរបស់គេលុយឡាននេះគឺក្រុមពិសេសក្រុមប្រយុទ្ធថាសិតតែ8តកេគេហៅថា8តកេអ៊ីណុកសិតយ៉ាន់នឹងថ្លៃណាអ៊ីណុកមកសិតអ៊ីណុកមិនលំទេហើយយើងចាក់ Fujitsu 3ដបពលប្រេងរបស់គាត់ឥឡូវនេះមាន180លីត្រខ្ញុំប្រើ Fujitsu លាងសម្អាតចុងប៊ិចឡានមានបញ្ហាផ្សែងខ្មៅអញ្ចឹងហើយបានយើងចាក់ចុងប៊ិច3ដបទៅលាយជាមួយម៉ាស៊ូតមួយដបលាយម៉ាស៊ូតពី50ទៅ70លីត្រអញ្ចឹងចាក់3ដបទៅហើយដើម្បីឲ្យវាទៅលាងសម្អាតកូនជ្រូកនិងប៊ិចឲ្យបានស្អាតល្អធ្វើឲ្យម៉ាស៊ីនបំបត្តិគេហៅថាផ្សែងខ្មៅបងឲ្យស្ទុះចំណេញម៉ាស៊ូតបងប្អូនចំណេញម៉ាស៊ូតពិតជាចំណេញបងប្អូនដាក់ប្រើអាហ្នឹងប្រើបានគ្រប់ពេលវេលាឧទាហរណ៍ថាមួយធុង reservoir ហ្នឹងអូម៉ា180លីត្រយើងជីបានប្រហែលគីឡូខ្ញុំឧទាហរណ៍ថាជីបាន500គីឡូចោះឬមួយក៏300គីឡូចោះឧទាហរណ៍មានន័យថាវាចំណេញម៉ាស៊ូត20%លើហ្នឹងបងប្អូនប្រើទៅវាមានបន្ថែមចំហេះឲ្យកាន់តែខ្លាំងនៅក្នុងបន្ទប់ចំហេះលាងសម្អាតចុងប៊ិចហ្នឹងឲ្យកូនជ្រូកហ្នឹងឲ្យស្អាតល្អបងប្អូនមើលទៅពួក trailer នេះបងប្អូនអើយបើថាយកមកដូរនៅ KK នេះគឺថាពិតជាមានប្រសិទ្ធភាពកាត់បន្ថយស៊ីម៉ាស៊ូតហ្នឹង20%ព្រោះយើងទី1បងប្អូនខ្ញុំប្រាប់ទីតាំងតិចនេះទីតាំងបងប្អូនណាផ្លូវប្របែកជា5ឆ្វេងដៃហ្នឹងបើយើងមកពីត្រឡោកបែកហើយបើនោះមកឡានម៉ូតូមកហ្នឹងគឺមកពីកម្មកោជាប់ PLP Auto បងប្អូនណា PLP Auto World ហ្នឹងបងប្អូនណាហើយមកពីបរិយាសានវេស្តុបអន្តរទេវីមកពីវិទ្យាល័យអន្តរទេវីនោះឡើងមកខាងឆ្វេងដៃហ្នឹងហើយអាឡៃតង់ហ្នឹងទៅបរិយាសានវេនោះ
នេះបងប្អូនខ្ញុំឥឡូវដល់វគ្គនិយាយដូរប្រេងម៉ាស៊ីនហើយនេះគឺបន្ថែមជាតិទឹក QQ នេះគឺជាប្រេងជំនួយម៉ាស៊ីន Apatu ដែល KK Lube Express ទាំងពីរសាខាយើងតែងតែប្រើជាមួយឡានដឹកអីបងប្អូនមួយចំនួនដឹងហ្នឹងគឺបន្ថែមជាតិរំអិលគុណ2ទៅជួយគូសនេប៉ាយេវលកាំងកវ៉ាត់ប៊ីស្តុងកាត់បន្ថយការកកិតក្នុងម៉ាស៊ីនដល់ 95% ពជាអាយុកាលម៉ាស៊ីនធ្វើឲ្យម៉ាស៊ីនស្ទុះស្ងាត់ហើយកាត់បន្ថយស៊ីម៉ាស៊ុត 20% សំខាន់នេះបងប្អូនមួយទៀតគឺកំហាប់ប្រេងម៉ាស៊ីនបងប្អូនដែលទិញឡានថ្មីមកបងប្អូនកុំអាគេហៅថាកុំអាប្រើ25ផ្ដាំឲ្យផ្ដាំទៀតបងប្អូនប្រើ20 5 10 40សិនគាត់ថាឡានហ្នឹងខូចទឹកបោ3ណាគាត់មុនគាត់ប្រើ25ដោយសារថាឡានគ្រឿងវាថ្មី E13C ហ្នឹងគឺថ្មីហ៎បងប្អូនទឹកបោហើយ intercolor ទៀតណាពួកហ្នឹងអញ្ចឹងបងប្អូនត្រូវដឹងថាយើងមិនមែនចេះតែប្រើទេពួក trailer ក៏ដោយកុំវាប់ឡើង25យើងដូរតាមទម្លាប់ណាបងប្អូនកុំប្រើ5 10 40សិនបើករណីវាលាន់ឬក៏វាស៊ីប្រេងអាហ្នឹងចាំយើងវាលាន់សម្លេងខ្លាំងឬប៉ះតកិច្ចហ្នឹងបងប្អូនបដូរទៅ25ទៅបើនៅអែមកុំអីហើយដង្ហើលបងប្អូនកុំសម្លាប់ឥឡូវគាត់សម្លាប់ឥឡូវគាត់ដើររកក្លាប់ពេយកមកដាក់ដោះក្លាប់ពេហើយសម្លាប់ដង្ហើលឥឡូវហ្នឹងម្ចាស់គាត់ហ្នឹងគឺអត់ទេគាត់ដើររកក្លាប់ពេដែលគាត់ដោះហ្នឹងគាត់ទុកនៅផ្ទះហើយយកមកវិញហើយបានដូរទឹកស្អំឃើញដង្ហើលងាប់សម្លាប់គ្នាងាប់ឆ្កើតទេណាតូបឆេះវិលអូតូឲ្យដោះចោលអស់ហើយចឹងសម្រាប់ឡាននេះបងប្អូនពេលដល់ដូរត្រឹមត្រូវបងប្អូនត្រូវដឹងថានេះ Apatu នេះដែលខ្ញុំដាក់មិញនេះដបវិញនេះដូចគ្នាបងប្អូននេះដងគេដាក់រូបភាពបងប្អូនឃើញទេប្រេងជំនួយម៉ាស៊ីន Apatu នោះមិនមែនទៅបន្ថែមកំហាប់ប្រេងទេវាមានមុខងារ3បងប្អូននោះ Power ដាក់ទៅស្ទុះ Sale Protect មានមុខងារ3ហ្នឹងគេជា Advanced Engine Treatment បងប្អូនណាខ្ញុំប្រើ17ឆ្នាំហើយណា Apatu នេះមិនលំទេវាបន្ថែមជាតិរំអិលគុណនឹង2ហើយចំណេញម៉ាស៊ុតហើយមិនងាយខូចទៀតម៉ាស៊ីនគឺចង់រក្សាម៉ាស៊ីនឲ្យនៅដដែលបងប្អូននេះក្បាត់វិសុងសំខាន់វាធ្វើចលនាទៅ additive ដែលខ្ញុំធ្វើតេស្តឲ្យបងប្អូនមើលទៅដឹងឲ្យវាជាប់នៅនឹងមកវាតោងជាប់គ្រឿងបង្គំពេលបលឹមឡើងវាអត់ឲ្យសឹកវាអត់ឲ្យប៉ះតកិច្ចមកដាក់ទៅស្ងាត់មកមិនស្ងាត់ហ្នឹងបន្ថែមកំហាប់ប្រេងទេមិនប្រេងជំនួយទេខ្មែរថាប្រេងជំនួយខ្ញុំនិយាយចឹងទៅឲ្យបងប្អូនងាយយល់ហើយបងប្អូនមើលនៅនេះគឺជា service center របស់ Twister Cambodia ដែលខ្ញុំចង់បញ្ជាក់បងប្អូនថាបងប្អូនត្រូវការប្រេងប៉ុងដែលល្អគុណភាពមាន4មុខប្រេងប៉ុងមួយម៉ាត់ណាបងប្អូនអានេះយើងប្រើ89បានហើយដោយសារថាទី1ឡាននឹងចាស់ហើយគ្រឿងបង្គំក៏សឹកណាមិនញងវាក៏សឹកច្រើនដែរអញ្ចឹងបងប្អូនត្រូវមើលនេះឃើញទេពេលដែលមកដល់ KK គឺយើងដូរតែងតែបាញ់ខ្លាញ់គោ free ឲ្យជូនអតិថិជនគឺបាញ់ខ្លាញ់គោមើលងាយកន្លែងហ្នឹងមិនបានទេធ្វើឲ្យឡានហ្នឹងរត់លបឿន130 140វាអត់ខ្ទោក្នុងឡានវាអត់ខ្ទោណាបងប្អូនណាបងប្អូនដែលដោះកលេមកដឹងថាមានសាបកលេហ្នឹងវាត្រូវការខ្លាញ់ដល់អស់ខ្លាញ់ជាពិសេសជីលេខទឹកអីបងប្អូនដឹងហើយអញ្ចឹងយើងបាញ់គ្រប់ចំណុចឲ្យអតិថិជនបងប្អូនគេបាញ់មិននិយាយតែឡានធំទេពេញប៉ុងនេះយើងដូរឲ្យបងប្អូនតែកលេខទឹកបងប្អូនត្រូវទៅដូរទៅវាមានថ្លៃអីហ្មងទេយកមក KK មក transfer cash ក៏ដោយឡាននេះដូរតម្រង់ប្រអប់លេខរួចហើយហើយដូរតម្រង់ប្រអប់លេខហើយយើងត្រូវតែក្លុកវាប្រើម៉ាស៊ីនក្លុកហើយប្រភេទដែលប្រើប្រេងរបស់យើងនេះគឺ Twister គេហៅថាប្រភេទប្រេងប្រអប់លេខដែលជួយស្បែកអំយ៉ាជួយផ្លែលពៅណាខ្មែរស្រួលស្រាប់យើងក្លុកចេញផ្លែលពៅបន្តិចហ្នឹងមកឃើញហើយឡានហ្នឹងយើងដូរទឹកស្អំប្រេងប្រអប់លេខឈុតជើងក្រោមឲ្យរួចហើយយើងដូរទឹកស្អំហើយទឹកប្រភេទម៉ាស៊ីនគាត់ទៅម្ដងគាត់ដាក់ថែម Apatu តែម្ដងបានសម្រាប់ Vigo ប្រើតែម្ដងបានហើយព្រោះចំណុះវាតែ6លីត្របងប្អូនម៉ាស៊ីន 3.0 អញ្ចឹងបងប្អូនមើលអ្នកដឹកតំណែង